សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាពេលនេះពួកយើងកំពុងតែរៀបចំធ្វើដំណើរទៅខាងខេត្តសៀមរាបទាំងក្រុមគ្រួសាររបស់យើងប្រហែលជាក្នុងម៉ោង3ភ្លឺពួកយើងចាប់ផ្ដើមចេញទៅហើយពេលនេះដែរយើងកំពុងចេញដំណើរទៅហើយនៅតាមផ្លូវទេសភាពការបនប្រជុំនេះគឺស្ងប់ស្ងាត់មែនទែននៅតាមដងផ្លូវណាហើយការមកដល់នេះគឺយើងមកដល់ខាងកំពង់ធំហើយបាទពួកយើងក៏បានធ្វើដំណើរមកដល់ខាងប្រាសាទអង្គរវត្តនាព្រឹកព្រលឹមដើម្បីធ្វើដំណើរមកមើលថ្ងៃរះនៅលើកំពូលប្រាសាទឃើញថាមានភ្ញៀវទេសចរគឺច្រើនកុះករមែនតែនសម្រាប់ក្នុងការទស្សនាបាតុភូតមួយនេះពីជ្រុងមួយទៅជ្រុងមួយគឺថាភ្ញៀវទេសចរគឺមានច្រើនហើយគឺណែនតាន់តាំមែនតែនសម្រាប់តាមផ្លូវធ្វើដំណើរក៏ដូចជានៅកន្លែងទេសនារបស់យើងបាទមកដល់ពេលនេះគឺយើងដើរមកដល់ស្ពានថ្មដើម្បីដើរចូលក្នុងប្រាសាទអង្គរវត្តរបស់យើងហើយវត្តមានភ្ញៀវជាតិនិងអន្តរជាតិគឺរាប់ពាន់រាប់ម៉ឺននាក់សម្រាប់ការទស្សនានៅបាតុភូតថ្ងៃរះចំកណ្ដាលប្រាសាទអង្គរវត្តរបស់យើងនេះគឺមានច្រើនមែនតើគឺថាផ្លូវទាំង3របស់យើងនឹងការដើរចូលប្រាសាទអង្គរវត្តហ្នឹងគឺមានការកកស្ទះណែនតាន់តាប់ក៏ប៉ុន្តែពួកយើងអាចធ្វើទៅបានដោយសារតែមានការអធិស្ឋានពីភ្ញៀវទេសចរខាងក្នុងគាត់ដើរចូលទៅអស់ទៅយើងអាចមានឱកាសក្នុងការដើរចូលទៅបន្តទៀតខណៈពេលនេះគឺយើងបានមកដល់ក្នុងហើយឃើញថាយើងកំពុងតែរងចាំនៅវត្តមានថ្ងៃរះមកលើប្រាសាទរបស់យើងឃើញថាការតឹងរងចាំរបស់ប្រជាជនជាច្រើនគឺមានការតឹងរងចាំដូចគ្នាក្នុងគោលបំណងគឺតែមួយទេគឺទស្សនានៅប្រាង្គប្រាសាទរបស់យើងបាទភ្ញៀវទេសចរគឺច្រើនមែនតើក្នុងការរងចាំទស្សនានៅបាតុភូតថ្ងៃរះចំកណ្ដាលប្រាសាទរបស់យើងជាស្រ័យផងដោយសារតែមេឃមិនអំណោយផលគឺមានភ្លៀងធ្លាក់ការប្រយុទ្ធអញ្ចឹងធ្វើឲ្យមេឃមានសភាពស្ទុំគឺថ្ងៃរះគឺមិនអាចរះចេញមកពេញលេញបានទេខ្ញុំនឹងបង្ហាញទីតាំងមួយចំនួននៅក្នុងការថតរូបនៅពេលដែលយើងមកដល់ប្រាង្គប្រាសាទអង្គរវត្តហើយបាទដូចជាទីតាំងមួយនេះបាទហើយការថតនៅចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត